អប្សរាអឺវ៉ត2013សូមបង្ហាញជូនវិញ្ញាសារបស់លោករឿមរ៉ាម៉ូ M1 តាមរយៈស្នាដៃផលិតកម្មវិធីសង្កេតតារាបាទពេលនេះសូមជម្រាបសួរដល់ទស្សនិកជនដែលទ្រង់ចាំទស្សនាដែលនៅក្នុងកម្មវិធីអប្សរាអឺវ៉ត2013វិញ្ញាសាខ្ញុំបាទគឺជាវិញ្ញាសាសង្កេតតារាចង់ដឹងថាវិញ្ញាសាខ្ញុំរៀបចំយ៉ាងណានោះសូមគោរពអញ្ជើញទស្សនិកជនរងចាំទស្សនាដូចតទៅដើម្បីចូលរួមលើកកម្ពស់ស្ត្រីមេផ្ទះស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11បានបង្កើតកម្មវិធីថ្មីគឺកម្មវិធីមេផ្ទះលេខ1ដែលកម្មវិធីនេះផ្ដល់ឱកាសដល់ស្ត្រីទូទាំងព្រះរាជាណាចក្រកម្ពុជាចូលរួមប្រកួតប្រជែងយកពានរង្វាន់និងប្រាក់រង្វាន់ចំនួន6លានរៀលមេផ្ទះលេខ1ចម្រុះទៅដោយសិល្បៈខ្មែរដូចជាសម្ដែងអត់អីទេចាំម៉ាក់រៀបចំធ្វើម្ហូបជូនគាត់ណាកូនណាកូនតារៀនចាស់ចាអរគុណចំណាយកូនចាអរគុណចាថ្ងៃនេះលោកប្តីរបស់ខ្ញុំគាត់មកពីសមរភូមិដើម្បីការពារប្រទេសជាតិហើយខ្ញុំនឹងធ្វើម្ហូបឆ្ងាញ់ជូនគាត់ពិសាសោភាប្រលឹងបងអើយបងមកវិញហើយណាត្រង់ពីដីទុកតូចយើងមួយទុកនៅធ្វើអ្វីចម្រៀងក៏ស្មូធ្វើអ្វីគ្មានក្តីមេត្តាស្នេហាភក្តីជាតិប្រងកំខូចខលខូចវ័យម្លេះទួនជីចាសែនសបាយចិនបើពិនដូចឆ្នងក្រលែងមើលមេឃយល់មេឃស្រទំកាយគុណនំពួងបាំងហារាំបុរាណសម័យបង្ហាញម៉ូដនិងសិល្បៈជាច្រើនទៀតជាពិសេសចំពោះវិជាមេផ្ទះនៅមានសំណួរចម្លើយដែលតាក់ទងទៅនឹងសង្គមគ្រួសារផងដែរជំរាបជូននំគមនំខ្មែររបស់យើងគឺផ្សំឡើងដោយអង្ករដំណើបចាល្ងសណ្ដែកដីសណ្ដែកបាយឥឡូវក្នុងសម្លម្ជូរគ្រឿងយើងអាចស្លជាមួយសាច់ជ្រូកត្រីសាច់គោឬក៏សាច់មាន់ក៏បានហើយនៅការគ្រឿងផ្សំមានស្លឹកគ្រៃត្រាំទឹកហើយយើងយកមកកិនហើយយើងច្រោះវាសកត់ហើយម្សៅហើយយើងធ្វើស្នូលអញ្ចឹងនំគមយើងយកដូងហើយល្ងលីងឲ្យឈ្ងុយហើយដាក់ស្ករផែនក៏បានដាក់ស្ករត្នោតក៏បានដាក់ស្ករសក៏បានច្របល់ជាមួយសាច់ដូចគាត់និយាយបាញ់មិញអញ្ចឹងហើយដាក់ចូលហើយយើងកូរឲ្យមានរសជាតិនឹងថាឈ្ងុយឬឆ្ងាញ់យ៉ាងណាយើងភ្លក់ទៅមកអាចจะដឹងហើយក៏ទុកជាការស្រេចចាអរគុណច្រើនមេផ្ទះលេខ1មានហែហោមអមមុខជាមួយតារាកិត្តិយសដែលមានឈ្មោះល្បីនិងគណៈមេប្រយោគដ៏ស្រស់សោភាមានបទពិសោធន៍យូរឆ្នាំខាងផ្នែកសិល្បៈនេះគឺជាចំណីអារម្មណ៍ដែលមានគ្រប់រសជាតិធ្វើឲ្យអ្នកទស្សនាសើចសប្បាយរីករាយនិងទទួលបាននូវបទពិសោធន៍ពីកម្មវិធីមេផ្ទះលេខ1
ជាពិសេសខ្សែរឿងភាគដែលបរិយាយពីជីវិតនៅក្នុងសង្គមគ្រួសារធ្វើឲ្យអ្នកទស្សនាបានទទួលនៅមេរៀនជីវិតត្បិតកម្មវិធីមេផ្ទះលេខ1បានខិតខំសម្រិតសម្រាំងគ្រប់រសជាតិយកមកបង្ហាញជូនទស្សនាកម្សាន្តនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 7:30 នាទីហើយនេះគឺជាសកម្មភាពនៃការថតរឿងកំហុសអ្នកណាដែលសាច់រឿងនេះនឹងចាក់ផ្សាយជូនបេក្ខនារីដែលបានចូលរួមប្រកួតឆ្លើយសំណួរដែលតាក់ទងទៅនឹងសាច់រឿង បាទនេះគឺជាសកម្មភាពរួមមួយនៃការថតរឿងកំហុសអ្នកណាដែលជាការនិពន្ធនិងដឹកនាំរឿងដោយលោកមេមុនលោតែខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តអប់រំបញ្ចាំងជារឿងរាល់ថ្ងៃអាទិត្យនៅក្នុងកម្មវិធីមេផ្ទះលេខ1រឿងនេះដែរក៏ឆ្លុះបញ្ចាំងអំពីតថភាពសង្គមស្ដីអំពីគ្រួសារមួយដែលគ្មានភាពកក់ក្ដៅហើយមានភាពចម្រូងចម្រាសនៅក្នុងគ្រួសារ ខ្ញុំបាទលឹមតិចនោះហើយនឹងកញ្ញា ចាតារាបតីក៏មានវត្តមានក្នុងរឿងនេះដែរគឺតួចរិយាក៏ដូចជាខ្ញុំគឺដើរតួជាវាសនាហើយវាសនាគឺជាអ្នកដែលមានក្រុមហ៊ុនមួយសំរុំហើយនឹងមានភរិយាហើយនឹងមានកូន3នាក់រួចទៅហើយចាតែដោយសារភាពជាមនុស្សប្រុសដែលមានការងារច្រើនផងហើយមានមោទនភាពខ្លួនឯងផងនោះគាត់ក៏បានលួចមានសង្សារជាមួយនឹងតួចរិយាចាហើយកញ្ញាចរិយាគឺជាតួដែលជាសង្សាររបស់កូនទៅទៀតនេះគ្រាន់តែជាឈុតឆាកដែលជាសកម្មភាពថតតែប៉ុណ្ណោះសាច់រឿងទាំងមូលទស្សនិកជនកុំភ្លេចរងចាំតាមដានទស្សនានៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង 7:30 នាទីនៅក្នុងកម្មវិធីមេផ្ទះលេខ1 ជំរាបសួរបាទថ្ងៃនេះមានអារម្មណ៍ប្លែកដោយសាររាល់ដងជួបតែបេក្ខនារីជាដូនតារាផ្នែកនារីតែលើកនេះអត់មានអារម្មណ៍ថាភ័យខ្លាចចាញ់ច្រាបដូនតារាផ្នែកនារីទេនិយាយទៅនៅសប្តាហ៍នេះដូចមានអារម្មណ៍ប្លែកខុសពីសប្តាហ៍មុនព្រោះដូចថាចូលបែកជាមួយខាងនារីទៅដូចមានអារម្មណ៍ចង់ភ័យវិញចង់ភ័យបើនៅជាមួយខាងប្រុសគ្នាឯងវិញដូចជាអត់អីបាទដល់ពេលមកដូចចង់ចាញ់ឆាកបាទយ៉ាងណាមិញបញ្ញាសាររបស់លោករៀមរ៉ាម៉ូគឺមានតែគណៈមេប្រយោគទាំងពីររូបដែលនឹងបង្ហាញនៅអ្វីដែលចំណុចខ្វះខាតក៏ដូចជាអ្វីដែលល្អបាទដូច្នេះជាដំបូងសូមមតិយោបល់របស់អ្នកគ្រូកាន់សវណ្ណីរ៉ាម៉ូមួយបាទធ្លាប់តែឃើញសម្ដែងណាកូនស្រាប់តែឥឡូវមកផលិតកទៀតអីល្អណាស់រឿងនេះដែលកូនបានរៀបចំហ្នឹងគឺល្អហ្មងផ្នែកអប់រំណាមិននឹកស្មានថារឿងរ៉ាម៉ូចេះដល់ប៉ុណ្ណឹងបែកមករយៈចេះសម្ដែងចេះសពបែបយ៉ាងទាំងអស់ឥឡូវមកចេះផលិតកទៀតសុំតសើណាគ្មានអីទាស់ទេគឺចាជារឿងអប់រំមួយដល់ប្រជាជនយើងអញ្ចឹងខ្ញុំសូមជូនពរឲ្យកូនជោគជ័យបាទសូមអរគុណអ្នកគ្រូជាបន្តសូមមតិយោបល់របស់អ្នកគ្រូឌីសវេតឈិតឆាមបាញ់មិញខ្ញុំឃើញរ៉ាម៉ូរៀបចំបានល្អគឺថាកន្លែងទីកន្លែងដេញថតណាចាមានតួមានអីសម្ដែងគេរៀបចំបានល្អទៅតាមដំណើរសាច់រឿងរបស់គេហើយយើងនឹកឃើញថារ៉ាម៉ូឥឡូវនេះคล้ายខ្លួនទៅជាផលិតករម្នាក់ដឹករឿងចាសង្កេតតារាយើងមើលមិញអត់ឃើញមានអីទាស់ទេចាអត់មានឃើញអីទាស់ទេប៉ុន្តែគ្រាន់តែពេលតួសម្ដែងយើងអត់ទាន់បានមើលអស់ណាប៉ុន្តែគ្រាន់ថារៀបឈុតឆាកការសម្ដែងការអីហ្នឹងឃើញសមរម្យមើលទៅឃើញល្អហ្មងចាសូមជូនពរឲ្យបានជោគជ័យរ៉ាម៉ូអរគុណបាទសូមអរគុណអ្នកគ្រូដែលទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនានៅតាមគេថាប្រសិនបើពេញចិត្តលោករៀមរ៉ាម៉ូដែលហៅកាត់ថា M1 សូមកុំភ្លេចវាយ M1 ផ្ញើមកកាន់2202តាមរយៈប្រព័ន្ធទូរស័ព្ទ Smartphone Beeline Smart និង Hello រកការផ្ញើសាររបស់លោកអ្នកនឹងទទួលបានរង្វាន់វិញ្ញាសាទី3ក៏បានកន្លងផុតទៅហើយដែរចង់ដឹងថាវិញ្ញាសាទី4តម្រូវដល់ដូនតារារូបណានោះដូច្នេះសូមអញ្ជើញជួបជាមួយនឹងដូនតារាទី4ដែលនាំមកជូនដោយភេសជ្ជៈ Power Up Power Up ជាភេសជ្ជៈលំដាប់ថ្នាក់ពិភពលោកនិងមានលក់នៅលើទីផ្សារជា151ប្រទេសមានសារធាតុ Inositol ជួយការពារប្រឆាំងនឹងជំងឺមហារីកនិងបង្កើនស្មារតីមានវីតាមីន B2 ជួយបង្កើនថាមពលដល់រាងកាយវីតាមីន B3 ជួយសម្រួលប្រព័ន្ធរំលាយអាហារវីតាមីន B5 និង B12 ជួយឲ្យរាងកាយនិងខួរក្បាលសុខភាពល្អវីតាមីន B6 ជួយដល់ប្រព័ន្ធការពាររាងកាយ
Power Up បំបត្តិការនឿយហត់អស់កម្លាំងងងុយដេកបង្កើនស្មារតីក្នុងការបើកបរបន្សាបជាតិស្រវឹងនិងមិនបណ្ដាលឲ្យធាត់ Power Up ជាភេសជ្ជៈមានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយអង្គការត្រួតពិនិត្យគុណភាពពិភពលោក ISO 22000-2005 និង ISO 14001-2004 Power Up ជាភេសជ្ជៈផ្ដល់នូវអានុភាពលើសពីការគិតទឹកក្រូចសារ៉ាំងហេផ្សំពីទឹកផ្លែឈើពិតៗមានរសជាតិឈ្ងុយឆ្ងាញ់ទឹកក្រូចសារ៉ាំងហេផលិតតាមស្តង់ដារអន្តរជាតិមានច្រើនរសជាតិដូចជារសជាតិទឹកក្រូចរសជាតិស្ទ្រូប៊ឺរីរសជាតិសូកូឡានិងរសជាតិស្ប្រៃពិសេសទឹកក្រូចសារ៉ាំងហេបង្កើនភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់សារ៉ាំងហេជាភេសជ្ជៈនៃក្តីស្រឡាញ់តែបៃតង Zenya ចម្រាញ់ចេញពីស្លឹកតែសុទ្ធ 100% មានច្រើនរសជាតិផ្លែកន្ទឹមរសជាតិក្រូចឆ្មារសជាតិផ្លែទំពាំងបាយជូរនិងរសជាតិក្រូចឆ្មារទឹកឃ្មុំពិសេសតែបៃតង Zenya បំបត្តិការស្រេកទឹកបង្កើនភាពស្រស់ស្រាយនិងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាមញ៉ាំតែបៃតង Zenya ឥឡូវនេះសូមមេត្តាសន្សំទុកគម្របដកដើម្បីបដូរយករង្វាន់ជាច្រើនដើម្បីទទួលព័ត៌មានកាន់តែច្បាស់សូមចូលទស្សនាគេហទំព័រ Facebook Zenya Cambodia Zenya រសជាតិស្លឹកតែពិតពីធម្មជាតិចាសម្រាប់នេះខ្ញុំវិញ្ញាសាទី2គឺការបកស្រាយបទចម្រៀងដូចគ្នាប៉ុន្តែគឺជាបទញាក់ដែលលាយឡំជាមួយនឹងក្បាច់រាំហើយនេះខ្ញុំគិតថាវាពិបាកហើយទោះបីជាណាក៏នេះខ្ញុំខិតខំចាទីថាខំប្រឹងប្រែងធ្វើមិនឲ្យល្អជាពិសេសគឺចាក់បំរើអារម្មណ៍អស់លោកស្រីនៃកញ្ញាដែលតែងតែគាំទ្រនៅក្នុងកម្មវិធីអប្សរាវ៉ាជាពិសេសគឺគាំទ្ររូបនេះខ្ញុំបន្តតែម្ដងអរគុណចាបើសិនជាស្រឡាញ់និងគាំទ្រកុំភ្លេចណាផ្ញើសារមកកាន់នេះខ្ញុំគឺ G10 អរគុណ10គឺកញ្ញាសរាយសក្កណានៅមកបង្ហាញនៅវិញ្ញាសាមួយទៀតគឺជាវិញ្ញាសាចម្រៀងដូចគ្នាតែបដូរពីចង្វាក់ស្លូមកចង្វាក់ញាក់ចង់ដឹងថាសមត្ថភាពនិងទឹកដមសំនៀងរបស់កញ្ញាសរាយសក្កណាដែលហៅកាត់ថា G10 មានសមត្ថភាពកម្រិតណាដូច្នេះសូមអញ្ជើញទស្សនា